ខ្ញុំគឺជំងឺឆ្អឹងកងខ្នងសង្កត់សរសៃប្រសាទតើអ្នកចង់ជាសះស្បើយពីការឈឺចាប់ដ៏សែនទារុណនេះទេអ្នកណាដែលកំពុងឈឺចង្កេះស្រពន់ចុះក្រោមជើងព្យាបាលយ៉ាងណាក៏មិនបាត់ខ្ញុំមានរូបមន្តអាចកំបាំងដ៏ងាយស្រួលមួយមកប្រាប់សូមស្ដាប់ហើយshareចែកគ្នាដឹងផងយកមើមខ្ញីនិងមើមខ្ជាយក្នុងមួយមុខ2ខាំស្ងោរជាមួយទឹក1លីត្រផឹកជាប្រចាំត្រឹមតែ1ខែប៉ុណ្ណោះជំងឺឆ្អឹងកងខ្នងសង្កត់សរសៃប្រសាទដែលថាតឹងនោះនឹងជាសះស្បើយបាត់ស្រមូលតែម្ដងលាងសម្អាតឲ្យបានស្អាតល្អរួចហាន់ជាចំណិតស្ដើងដើម្បីឲ្យចេញជាតិថ្នាំបានល្អបំផុតពេលស្ងោររំងាស់ដោយភ្លើងតិចរហូតទឹកបដូរពណ៌ទៅជាពណ៌មាសនេះហើយជាឱសថទឹកពីធម្មជាតិអូយឈឺចង្កេះសឹងដាច់ខ្យល់ហើយសាក់ផឹកថ្នាំនេះបន្តិចមើលរសជាតិឆ្ងាញ់ហើយមានអារម្មណ៍ថាក្តៅអ៊ុនស្រួលខ្លួនណាសារធាតុសកម្មពីខ្ញីនិងខ្ជាយចូលទៅកាត់បន្ថយការរលាកសរសៃប្រសាទនិងជួយទាញឆ្អឹងកងដែលគៀបឲ្យត្រឡប់មកសភាពដើមវិញយ៉ាងមានប្រសិទ្ធភាពអស្ចារ្យមែនឥឡូវនេះខ្ញុំលែងឈឺចង្កេះទៀតហើយអាចធ្វើការបានពេញទំហឹងកុំភ្លេចសាកល្បងរូបមន្តនេះទាំងអស់គ្នាណាឈប់សិនសក់ស្អាតផ្ដើមចេញពីស្បែកក្បាលដែលមានសុខភាពល្អអូហូមើលជាតិខ្លាញ់និងអង្កែទាំងនេះចុះវាជាមូលហេតុធ្វើឲ្យសក់ជ្រុះហើយត្រៀមខ្លួនជាតិចម្រាញ់ពីដើមរំរបស់ខ្ញុំនិងសម្អាតយ៉ាងជ្រៅដល់ឫសសក់ជំរះក្អែលនិងខ្លាញ់ជួយឲ្យសក់ដុះមកវិញរឹងមាំនិងស្រស់ស្រាយបំផុតជ្រើសរើស Sinco Styling ថ្ងៃនេះដើម្បីទទួលបានសក់ដ៏ទន់រលោងភ្លឺចែងចាំងនិងមានសុខភាពល្អ Sinco Styling ជាទីប្រឹក្សាសក់ដ៏ល្អបំផុតរបស់អ្នកទំនាក់ទំនងបោះដុំលក់រាយតាមរយៈលេខទូរស័ព្ទនៅខាងក្រោម